รมการทลมกันโรลีโซนติดโดยอัดกูลานกันนี่คือเจอวิดีโอ10 second ដែលខ្ញុំបានដកស្រង់ចេញពីវីដេអូពេញពីកងានអប់ទឹកដូងនេះឯងក្នុងកំឡុងពេលរហូតមកដល់ឥឡូវវីដេអូហ្នឹងមានការមើលរហូតដល់ 2.5 លាន view ហើយមានបងប្អូនជាច្រើនដែលគាត់បានមើលវីដេអូនេះហើយគាត់ចង់បានរបៀបក្នុងការធ្វើដូចគ្នាសម្រាប់ការធ្វើកងានអប់ទឹកដូងនេះគឺមិនមានអីប្លែកពីវីដេអូដែលខ្ញុំធ្លាប់ធ្វើមុនពីមន់ពីទាទេប៉ុន្តែអ្វីដែលពិសេសគឺបងប្អូនចាប់អារម្មណ៍ឡើងឆាកឈុតឆាកមិញហ្នឹងឯងវីដេអូនេះគឺបានដកស្រង់ចេញពីវីដេអូពេញឡើងហ្នឹងហើយនេះគឺជារបៀបក្នុងការអប់កងានទឹកដូងការធ្វើមុខម្ហូបមួយនេះបងប្អូនប្រើទាក៏បានប្រើកងានក៏បានប៉ុន្តែថ្ងៃនេះគឺយើងប្រើកងានជាប្រភេទកងានអប់ទឹកដូងគឺយើងយកមកស្ងោរជាមួយទឹកដូងសិនការធ្វើនេះគឺយើងកាប់ស្លាបកាប់អីចឹងមកដើម្បីយកស្លាបហ្នឹងយកពេលអាំងកុំឲ្យឆេះបងប្អូនណាយើងយកតែខ្លួនទេតែអាំងហើយស្លាបហើយនឹងកយើងអាំងក្រោយការយកទៅដាក់ស្ងោរជាមួយទឹកដូងនេះយើងបន្ថែមគ្រឿងកាត់ឆ្អាបមួយចំនួនហើយយើងលួចជាមួយនឹងរ៉តឌីបន្តិចទៅហើយយកទៅស្ងោរប្រហែលជាខ្ទង់30នាទីទេកងានអាចឆ្អិនហើយបើសិនជាបងប្អូនមានដូងក្អូបយើងយកទៅស្ងោរជាមួយដូងក្អូបធ្វើឲ្យរសជាតិកងានរបស់យើងកាន់តែឆ្ងាញ់សម្រាប់ការធ្វើនេះគឺបើសិនជាយើងស្ងោររហូតដល់ខាស់ទឹកដូងក៏បានដែរប៉ុន្តែសម្រាប់មុខម្ហូបនេះគឺខ្ញុំឃើញថាបងប្អូនស្រីតាំងពីខ្ញុំចេញវីដេអូមកគាត់មិនសូវពេញចិត្តទេវីដេអូនេះគាត់ថាជាវីដេអូអ្នកខ្លែមចឹងវីដេអូនេះនិយាយត្រង់ទៅគឺភាគច្រើនទេម្ហូបប្រុសទាសវឹងទាអប់ទឹកដូងអាំងទាកងាននេះគឺមិនសូវមានស្រីគាត់ធ្វើទេភាគច្រើនជាម្ហូបប្រុសអ្នកខ្លះគាត់មានទាអ្នកខ្លះគាត់មានកងានអីចឹងទៅអ្នកខ្លះគាត់មានគ្រឿងអ្នកខ្លះក៏ចេញជាស្នាដៃអ្នកខ្លះក៏មានអីចឹងទៅដាក់មកជុំគ្នាជាពិសេសចុងសប្តាហ៍សៅរ៍អាទិត្យចេះគឺអេមតែម្ដងសម្រាប់ចុងភៅប្រុសគាត់ចូលចិត្តធ្វើជុំគ្នាបងប្អូនស្រីបើមិនយល់អារម្មណ៍ហ្នឹងទេខ្ញុំប្រាប់បងប្អូនចំអិនជុំគ្នាហូបជុំគ្នានេះគឺជាបរិយាកាសមួយដែលងាយសម្រាប់បងប្អូនប្រុសចុងសប្តាហ៍សម្រាប់លំហែអារម្មណ៍បងប្អូនអាចធ្វើមុខម្ហូបនេះបានទោះបីជាបងប្អូននៅស្រុកស្រែចម្ការកម្រិតណាក៏ដោយនៅទីណាក៏ដោយក៏បងប្អូនអាចសាកល្បងធ្វើមុខម្ហូបនេះបានដែរការធ្វើនេះគឺយើងយកមកលាបគ្រឿងលាបអីចឹងបងប្អូនយកទៅឆូតអីឲ្យចូលគ្រឿងល្អចឹងមកគឺយើងយកទៅដុតនេះឯងការដុតអាំងក៏បានអីក៏បានខ្ចប់กระดาษលុយញោមថែមក៏បានដែរប៉ុន្តែសម្រាប់ការដុតនេះគឺយើងដុតប្រើប៉ោតប៉ុន្តែចៃដន្យណាបងប្អូនវីដេអូនេះគឺចាប់អារម្មណ៍កន្លែងហ្នឹងឯងខ្ញុំដុតហើយខ្ញុំដោយសារតែខ្ញុំប្រើភ្លើងរៀងខ្លាំងដូច្នេះហើយខ្ញុំបារម្ភថាខ្លាចកងានរបស់យើងខ្លោចគឺយើងដុតបដាយើងលើកមើលបដាអញ្ចឹងដុតបដាលើកមើលបដាប៉ុន្តែទាល់តែកងានហ្នឹងឡើងចិត្តឆ្អិនល្អហើយក៏យើងគិតថាថែមភ្លើងបន្តិចទៅបងប្អូនថែមបន្តិចទៀតទៅដើម្បីឲ្យវាក្រៀមមានណាបងប្អូនហើយឆ្អិនហើយធ្លាក់ចូលដីបាត់ឥឡូវអត់មានអ្នកឃើញនេះក៏លើកយកមកថតឲ្យបងប្អូនមើលវិញប៉ុន្តែសម្រាប់តែវីដេអូនេះគឺថតបដាសាយបដាឲ្យបងហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ការធ្វើវីដេអូអប់កងានទឹកដូងនេះហើយក៏អរគុណបងប្អូនដែលតែងតែគាំទ្រនៅគ្រប់ស្នាដៃគ្រប់មុខម្ហូបហើយសម្រាប់វីដេអូអប់កងានទឹកដូងនេះក៏ផ្ញើជូនទៅដល់បងប្រុសដែលគាត់ចូលចិត្តការហូបអីជុំគ្នាជាពិសេសការជួបជុំចុងសប្តាហ៍នេះឯងជួបគ្នានៅវីដេអូក្រោយចង់ធ្វើអីទៀតអាចខមមិននៅខាងក្រោមបានអរគុណច្រើន